ព្រឹកមិញទប់ផ្សារឃើញកាស្នូល្អពេកនៅឃើញចង់ស្លមកជូរកាស្នូបងល្អកាស្នូខែនេះតម្លៃរៀងថ្លៃបន្តិចហើយមិនសូវដូចខែផ្សារទេដោយសារតែវាអត់សូវសម្បូរចាហើយថ្ងៃនេះខ្ញុំទិញបានមួយថងដែរនោះសល់តែមួយថងប៉ុណ្ណឹងទៅពីទិញកាស្នូទិញមួយអមទិញស្លឹកគ្រែទិញមកជូររួចអស់ហើយខ្ញុំចាប់ផ្ដើមមករកទិញត្រីម្ដងត្រីនៅឯនេះក៏មិនសូវថ្លៃប៉ុន្មានដែរនៅទាំងអស់បើថាចង់ស្លមកពេលលក្ខណៈគ្រួសារទូចមិត្ត2 3នាក់អើយមកល្មមត្រីគេ1 20 30 បាតប៉ុណ្ណោះឯងមកតែយើងអាចយកមកស្លបានមកពេលហើយគ្រឿងផ្សំស្លមកជូររបស់ខ្ញុំឯនេះក៏មិនបានរៀបរាប់ច្រើនទេស្លដូចតែធម្មតាទេនៅទាំងអស់គ្នានិយាយពីរឿងលក់កាស្នូវិញសម្រាប់ខ្ញុំឲ្យតែឃើញតែនឹកឃើញស្លមកជូរនឹកឃើញបុកទឹកគ្រឿងបើនិយាយពីលក់មួយមុខនេះគឺថាចូលចិត្តខ្លាំងមែនទែនឲ្យតែឃើញពីណាគឺមិនដែលលងទេចាហើយបន្ទាប់ពីធ្វើម្ហូបហូបបាយហូបទឹករួចហើយចាប់ផ្ដើមដល់ម៉ោងធ្វើការហើយអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបោះសង្អាតស៊ីងលាងចានធ្វើតាំងពីម្សិលមិញរហូតដល់ថ្ងៃនេះអត់ទាន់រួចទេនៅមកចង្ហៀងទៀតប៉ុន្តែមកចង្ហៀងខាងនេះគេធ្វើរួចហើយខ្ញុំក៏មកបោះសង្អាតសិនទុកក្រិនយ៉ាងនេះធ្វើមិនងាយរួចទេជាងខ្ញុំខំដែរប៉ុន្តែទៅមុខមិនរួចហើយបន្ទាប់ពីគិតបង្ហើយអស់ហើយនេះអ្នកទាំងអស់គ្នាដល់ពេលផ្សំពូនម្ដងទៀតខំគិតមួយថ្ងៃវាល្ងាចហើយអត់រួចទេអត់រួចដោយសារមិនដោយសារខ្វះក្បឿងអ្នកទាំងអស់គ្នាដោយសារខ្វះក្បឿងទៅខ្ញុំចាប់ផ្ដើមមកផ្សំពូនវិញម្ដងពុះភឿនហងដំបាយវិញការងារណាមានធ្វើគឺធ្វើសិនទៅឲ្យតបានទៅបីគិបកដោយព្រោះអីយើងនៅចាំក៏មិនងាយបានក្បឿងមកទៀតដែរប្រហែលជាស្អែកខាន់ស្អែកបានក្បឿងមកបំពេញចាស់ហើយមានតែឆ្លៀតពេលពុះភឿនហងដំបាយសិនដើម្បីកុំឲ្យខាតពេលវេលាប្រហែលថ្ងៃនេះអាកាសធាតុរៀងក្តៅហើយធ្វើការមិនសូវបានប៉ុន្មានទេធ្វើការដូចជាមិនទុំមុខសោះហេវហត់អស់កន្លងអត់យល់ខ្លួនឯងសោះយ៉ាងណាក៏ចេះតែធ្វើដែរធ្វើរឿយៗទៅបើសិនជាអត់បានធ្វើនិយាយថាផ្សំពូនមួយក្បាក់នេះត្រឹមនឹងបានរួចឃើញធ្វើលឿនៗចេះកាត់ឲ្យលឿនទេអ្នកទាំងអស់